ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហលីហេងមកពីក្រុម Asset បាទអញ្ចឹងថ្ងៃនេះខ្ញុំមកបញ្យល់អំពីការធ្វើC# អញ្ចឹងនេះគឺជាកូដរបស់ student អញ្ចឹងកូដហ្នឹងយើងបានសរសេរអំពីដូចជា ID របស់ student ការឈ្មោះដូចជាpage គាត់រៀននៅថ្នាក់ណាមកពី department អីរៀននៅថ្នាក់ណាថ្ងៃខែឆ្នាំកំណើតលេខទូរស័ព្ទ Gmail address department ហើយនិង class ហើយមកដល់កន្លែងនេះយើងធ្វើអំពីពេលដែលយើងបំពេញព័ត៌មានសិស្សទៅបើសិនជាយើងអត់បានបំពេញនៅកន្លែងណាមួយវានឹងលោតសញ្ញាប៊ូតុងសញ្ញាឧទានហើយនេះគឺជា main form របស់យើងពេលដែលយើង run ទៅវាចេញអានឹងមុនគេហើយនេះគឺជា student form របស់យើងអញ្ចឹងយើងត្រូវការ run វាហើយអញ្ចឹងនេះគឺជា main form របស់យើងអញ្ចឹងដើម្បីចូលទៅកាន់ form របស់ student បានយើងចូលទៅកាន់ចុចទៅលើ student ហើយយើងដាក់ add new student មកអញ្ចឹងកន្លែងនេះយើងការជ្រើសរើស photo មកហើយនេះគឺជារូបសិស្សអញ្ចឹងនេះការបំពេញ ID វាមកហើយឈ្មោះហើយ page ហើយនេះថ្ងៃខែឆ្នាំកំណើតហើយនេះគឺជា Gmail ហើយនេះយើងពេញលេខទូរស័ព្ទមកហើយថ្នាក់ហើយ department របស់គាត់គឺ student ហើយនេះជា address អញ្ចឹងយើងការadd student មកអញ្ចឹង student យើងលោតចូលឡើងនេះអញ្ចឹងឧទាហរណ៍ថាយើងខ្ញុំអត់បានពេញកន្លែង student ID ទេអញ្ចឹងពេលយើងចុច student ទៅនេះវាលោតសញ្ញានេះអញ្ចឹងបានន័យថាសញ្ញាហ្នឹងវាត្រូវឲ្យយើងពេញអរគុណលោកគ្រូ